ក្នុងជីវិតរបស់យើងតែងជួបបញ្ហាមិនថាបញ្ហាតូចឬធំអ្នកត្រូវចាំថាការគេចចេញពីបញ្ហាវាមិនអាចជួយឲ្យអ្នកប្រសើរឡើងនោះទេជាក់ស្ដែងបញ្ហាទាំងនោះនឹងកើតឡើងធំទៅរឿងថ្ងៃនេះនឹងបង្រៀនអ្នកពីវិធីយកឈ្នះភាពភ័យខ្លាចដោយយើងត្រូវការលើកទឹកចិត្តដើម្បីដោះស្រាយវាយើងត្រូវហ៊ានប្រឈមមុខនឹងបញ្ហាថ្ងៃនេះអ្នកនឹងទទួលបានមេរៀនដ៏មានតម្លៃមួយតាមរយៈរឿងខាងក្រោមនៅក្នុងព្រៃជ្រៅមួយដែលហ៊ុំព័ទ្ធដោយដើមឈើធំមានទន្សាយមួយរស់នៅក្នុងរូងភ្នំទន្សាយនេះមានចិត្តល្អហើយសត្វផ្សេងទៀតដែលរស់នៅក្នុងព្រៃនេះក៏ស្រឡាញ់ចូលចិត្តទន្សាយណាស់ដែរពេលសត្វទាំងនោះមានបញ្ហាទន្សាយតែងតែជួយយកអាសាហើយជួយតាមលទ្ធភាពដែលវាជួយបានថ្ងៃមួយទន្សាយចេញទៅរកចំណីហើយសង្ឃឹមថានឹងរកបានបន្លែផ្លែឈើស្រស់ៗដូចជាមើមការ៉ុតជាដើមការ៉ុតគឺជាម្ហូបដែលវាចូលចិត្តការដែលវាស៊ីស្លឹកឈើរាល់ថ្ងៃធ្វើឲ្យវាមានអារម្មណ៍មិនសប្បាយចិត្តហើយវាកាន់តែពិបាកដែលវាមានសង្ឃឹមថានឹងអាចរកមើមការ៉ុតបាននៅក្នុងព្រៃជ្រៅបែបនេះសំណាងល្អភ្លាមនោះវាបានឃើញមើមការ៉ុតមួយវារត់ទៅយ៉ាងលឿនទៅពាំយកមើមការ៉ុតនោះហើយគិតថានឹងយកទៅស៊ីនៅក្នុងរូងភ្នំរបស់វាយ៉ាងមានក្តីសុខតាមផ្លូវត្រឡប់ទៅរូងភ្នំដោយក្តីអំណរវាមិនបានយកចិត្តទុកដាក់នឹងស្ថានភាពផ្លូវជុំវិញខ្លួនរបស់វាទេពេលនោះវាក៏រអិលធ្លាក់ទៅនឹងប្រឡាយអូរដែលមានទឹកហូរយ៉ាងខ្លាំងវាខំស្រវេស្រវាចាប់បានឬឈើដែលនៅជិតនោះប៉ុន្តែមើមការ៉ុតបានរបូតចេញពីមាត់របស់វាទៅហើយវាបានព្យាយាមរត់តាមដងអូរដោយសង្ឃឹមថាមើមការ៉ុតវានឹងទៅនៅកន្លែងណាមួយប៉ុន្តែជាសំណាងមិនល្អមើមការ៉ុតត្រូវបានទឹកហូរគួចទៅឆ្ងាយបាត់ទៅហើយភាពខកបំណងរួមផ្សំនឹងអស់កម្លាំងផងទន្សាយក៏គ្មានអារម្មណ៍ចង់ទៅរកចំណីម្ដងទៀតនោះទេហើយវាក៏ចង់ទៅរូងភ្នំដើម្បីសម្រាកពេលមកដល់រូងភ្នំវាមានអារម្មណ៍ចម្លែកថាមានអ្វីមួយនៅក្នុងរូងរបស់វាភ័យឡើងញ័រហើយសួរទាំងសំឡេងញ័រថាតើអ្នកណាចូលក្នុងរូងភ្នំរបស់ខ្ញុំគ្មានសំឡេងឆ្លើយតបវាក៏ស្រែកសួរខ្លាំងម្ដងទៀតពេលនោះសំឡេងក្រឡកខ្លាំងមួយឆ្លើយតបថាយើងជាសត្វដែលអាចសម្លាប់ដំរីទឹកជាចំណែកនិងអាចសម្លាប់ដំរីឲ្យคล้ายជាធូលីដីបានទន្សាយយើងកាន់តែភ័យឡើងហើយគិតក្នុងចិត្តថាខ្លួនខ្ញុំតូចមួយធ្វើម្ដេចនឹងអាចបែកឈ្នះសត្វចម្លែកនេះបានចៃដន្យអីពេលនោះមានចចកមួយក្បាលឆ្លងកាត់ទីនោះទន្សាយយើងក៏អង្វរឲ្យចចកជួយដោយប្រាប់ថាមានសត្វចម្លែកនៅក្នុងរូងភ្នំរបស់វាចចកឆ្លើយយល់ព្រមហើយនិយាយដោយមានអំណួតថាមិនថាសត្វតូចឬធំគឺវាមិនខ្លាចនោះទេបន្ទាប់មកចចកក៏ដើរសម្ដៅទៅរូងភ្នំហើយនិយាយខ្លាំងថាតើអ្នកណានៅក្នុងរូងភ្នំចេញមកក្រៅជាប្រញាប់ពេលនោះសំឡេងពីក្នុងរូងភ្នំក៏តបមកថាយើងគឺជាសត្វដែលមានអំណាចដែលអាចសម្លាប់ដំរីទឹកជាចំណែកហើយអាចសម្លាប់ដំរីឲ្យคล้ายទៅជាទូលីដីបានចចកពេលឮសំឡេងនេះហើយក៏មានអារម្មណ៍ភ័យខ្លាចហើយក៏ប្រាប់ទន្សាយថាมันអាចជួយបានទេបន្ទាប់មកខ្លារខិនក៏ដើរកាត់តាមផ្លូវនោះទៀតទន្សាយឃើញខ្លារខិនក៏សុំជំនួយនឹងរៀបរាប់ប្រាប់តាមដំណើររឿងខ្លារខិនក៏ឆ្លើយយល់ព្រមហើយបានប្រាប់ថាមិនអីទេខ្ញុំមានកម្លាំងខ្លាំងហើយសំឡេងខ្ញុំក៏ខ្លាំងជាងចចកប្រហែលជាខ្ញុំអាចជួយអ្នកបានបន្ទាប់មកខ្លាក៏ដើរទៅជិតរូងភ្នំរួចក្រហមព្រមទាំងស្រែកខ្លាំងឲ្យសត្វចម្លែកនោះចេញពីរូងប៉ុន្តែសំឡេងក្រឡោខ្លាំងឆ្លើយតបមកខ្លាវិញដូចគ្រាមុនខ្លាក៏គិតថាបើសត្វចម្លែកនេះមានកម្លាំងខ្លាំងអាចសម្លាប់ដំរីទឹកនិងដំរីបានហើយចុះអញធ្វើម៉េចអាចរួចជីវិតបានគិតហើយខ្លាក៏បោលចូលព្រៃបាត់ទៀតពេលនោះក៏មានដំរីទឹកមួយដើរមកជិតរូងភ្នំនោះហើយបានស្ដាប់ឮសំឡេងសត្វចម្លែកនិយាយក៏តបទៅថាតើអ្នកណាហ៊ានមើងងាយពពួកសត្វដំរីទឹកយើងសត្វចម្លែកនោះក៏បាននិយាយខ្លាំងមកថាតើឯងចង់ស្លាប់ដោយបងប្អូនរបស់ឯងឬដំរីទឹកឮហើយភ័យណាស់ក៏បោលចូលព្រៃបាត់ទៀតបន្ទាប់មកដំរីក៏ចូលមកជួយប៉ុន្តែក្រោយពីបានឮសំឡេងក្រឡឮខ្លាំងចេញពីរូងភ្នំដំរីក៏ភ័យរត់ចូលព្រៃបាត់ទៅដោយភាពអស់សង្ឃឹមមានកង្កែបមួយតូចលោតមកជិតហើយសួរទន្សាយថាតើមានរឿងអ្វីកើតឡើងទន្សាយក៏ប្រាប់កង្កែបតាមដំណើររឿងហើយបញ្ជាក់ប្រាប់ទៀតថាទាំងចចកខ្លាដំរីទឹកនិងដំរីគឺបានរត់បាត់ស្រមោលអស់ហើយដោយសារតែភាពភ័យខ្លាចខ្ញុំគិតថាអ្នកមិនអាចជួយអ្វីខ្ញុំបានទេកង្កែបញញឹមវាមិនចម្លែកទេដែលអ្នកគិតថាខ្ញុំមិនអាចជួយអ្នកបាន
ប៉ុន្តែខ្ញុំនៅតែចង់សាកល្បងវាចូលអ្នកទៅហៅសត្វទាំងឡាយដែលបានជួយអ្នកកន្លងមកឲ្យមកមើលទាំងអស់គ្នាថាតើមានអ្វីនៅក្នុងរូងភ្នំរបស់អ្នកបន្ទាប់មកកង្កែបក៏សួរថាអ្នកណានៅក្នុងនោះសំឡេងក្រឡូខ្លាំងនោះក៏ឆ្លើយមកដូចរាល់ដងប៉ុន្តែកង្កែបយើងមិនភ័យតក់ស្លុតនោះទេហើយចូលទៅកាន់តែចិត្តរូងភ្នំពេលនោះសត្វចម្លែកក្នុងរូងភ្នំចាប់ផ្ដើមភ័យវិញម្ដងដោយឃើញស្រមោលសត្វយ៉ាងធំនៅមាត់រូងភ្នំពេលនោះកូនដង្កូវមួយបានវាចេញមកក្រៅធ្វើឲ្យសត្វទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសាររូងភ្នំបិទជិតជាហេតុធ្វើឲ្យសំឡេងធម្មតាប្រែក្លាយជាសំឡេងក្រឡូខ្លាំងដោយផ្គររន្ទះជំនួសឲ្យភាពខឹងក្រោធសត្វទាំងអស់នោះបែរជាអស់សំណោចទៅវិញក្នុងរឿងនេះបានបង្រៀនយើង3ចំណុចសំខាន់ទី1បើយើងមិនខ្វល់នឹងបញ្ហាតូចៗវានឹងក្លាយទៅជាបញ្ហាធំទៅនៅពេលក្រោយ2ដើម្បីប្រឈមនឹងបញ្ហាធំយើងត្រូវការកម្លាំងចិត្ត3រត់គេចពីបញ្ហាអ្នកមិនអាចដោះស្រាយវាបានទេ